Ran poនេះមករៀនសរសេរអក្សរបុរាណបន្តទៀតគឺសរសេរចេះមកសរសេរដែលពង្រូចាប់ទាញអក្សររោយើងទាញចេះមកឆ្វោកនេះអក្សររោនេះអក្សរតូប្រទេសនេះតូដាក់អេសទេសពីដើមគឺចឹងហើយអានេះយើងទាញអក្សរតូមកនេះហើយទាញសក់វាចេះមកតូអានេះអក្សរកអីចឹងមកកយើងទាញចេះឆ្វោកមកកពីដើមចឹងឆ្វោកហើយអក្សរដាក់វិរាមពីលើមកនេះអក្សរតយើងដាក់អក្សរតមួយទៀតមកស្គាល់តួអក្សរតនេះរៀនសរសេរទេនឹងមើលប្រកបពាក្យខ្លះដែរហើយនេះអក្សរនេះទេអក្សរគោពីដើមចឹងហើយស្អិពីដើមក៏អញ្ចឹងទៀតស្អិនេះទាញចឹងមកស្អិទាញចឹងឲ្យវាជាប់មិនជាប់ប៉ុន្តែទាញតាមបែបលក្ខណៈវាទាញត្រង់ចឹងមកឆ្វោកយើងរៀនសរសេរពាក្យអក្សរយើងចឹងពីដើមកុំឲ្យចាស់ថាអក្សរយើងអត់មានពីដើមណាមានអក្សរយើងប៉ុន្តែយើងចាប់អារម្មណ៍មើលទៅនេះអក្សរចនេះអក្សរចរោនេះអក្សររោនេះទាញចឹងមកដាក់សក់ឆ្វោកវិរាមពីលើមកនេះអក្សរអយើងនេះអក្សរអហើយនេះទាញចឹងមកអក្សរអហើយដាក់ស្អាមកនេះហើយទាញចឹងមកទៀតមកនេះជើងវាចេះវែងចឹងមកហើយចេះឆ្វោកចឹងមកនេះហើយអក្សរនេះអក្សរចូលទាញចឹងមកឆ្វោកចឹងមកហើយជើងញោពីក្រោមចឹងមកជើងញោឆ្វោកចឹងមកនេះហើយដាក់ចឹងមកអញ្ញាដាក់ស្អាណាអញ្ញាចឹងហើយគេចឹងមកគេសេចឹងហើយគេយើងដាក់សក់ចេះឆ្វោកមកហើយទួនដៀកមួយទៀតទួនដៀកយើងសេចឹងទួនដៀកហើយអក្សរណទួនដៀកនេះអក្សរណហើយនេះអក្សរដូជើងវាពីក្រោមអក្សរដូអូខេបាយហ្នឹងឯង